ឥឡូវយើងមកមើលមហាសេដ្ឋីហុងកុងម្ដងគឺលោកលីកាស៊ីងលោកលីកាស៊ីងបាននិយាយថាខ្លួនតូចមិនសំខាន់ចិត្តធំនៅក្នុងអត្ថន័យនេះគឺចង់និយាយអំពីមហិច្ឆតាដែលជាប្រភពនៃធម្មពលបើសិនជាយើងមានមហិច្ឆតាធំយើងនឹងមានធម្មពលខ្លាំងក្លាក្នុងការសម្រេចកិច្ចការងារក្នុងការគិតផែនការយុទ្ធសាស្ត្រក្នុងការបញ្ចេញសកម្មភាពនិងជំរុញសក្តានុពលទាំងខ្លួនឯងនិងអ្នកដទៃហើយដើម្បីឲ្យយើងក្លាយទៅជាមនុស្សដែលហ៊ានគិតធំគឺយើងត្រូវតែមានចិត្តក្លាហានកុំយករូបរាងកាយរបស់យើងយកមកប្រមាថត្រូវយកចិត្តរបស់យើងមកប្រមាថរាងកាយរបស់យើងវាគឺជាកន្លែងដែលទ្រទ្រង់ធម្មពលនៃរាងកាយមានដែនកំណត់ដែលទាមទារឲ្យយើងត្រូវសាកថ្មជាប្រចាំត្រូវបញ្ចូលអាហារជាប្រចាំប៉ុន្តែធម្មពលដ៏ខ្លាំងក្លានៅក្នុងខ្លួនយើងគឺធម្មពលចិត្តឲ្យតែយើងមានមហិច្ឆតាចិត្តរបស់យើងនឹងមានធម្មពលឲ្យតែចិត្តរបស់យើងមានធម្មពលយើងនឹងមានកម្លាំងខ្លាំងក្លាចិត្តជាកន្លែងដែលបង្កើតនៅធម្មពលជាប្រភពនៃធម្មពលដែលផ្ដល់ធម្មពលដល់សរីរាង្គកាយលោកលីកាស៊ីងបាននិយាយថាបើសិនជាយើងរកមិនទាន់ឃើញការងារណាដែលធ្វើឲ្យយើងមានកម្លាំងធ្វើការងារមួយថ្ងៃពេញទេបានសេចក្តីថាការងារនោះយើងមិនទាន់ពេញចិត្តនៅឡើយទេត្រូវដូរការងារនឹងចេញត្រូវតែដេញរកអ្វីដែលយើងស្រឡាញ់ពេញចិត្តបំផុតត្រូវតែស្វែងរកអ្វីដែលយើងស្រឡាញ់ពេញចិត្តបំផុតត្រូវតែស្វែងរកអាជីវកម្មដែលយើងស្រឡាញ់ពេញចិត្តបំផុតទើបយើងមានធម៌ពលឃ្លាវខ្លាក្នុងការធ្វើវាហើយទើបយើងធ្វើវាដោយចង់អារម្មណ៍និងធ្វើវាបានល្អបំផុត